សត្វរាជាហ៊ានបំផ្លាញអាថ៌កំបាំងឋានសួគ៌ថ្ងៃនេះជាថ្ងៃស្លាប់របស់ឯងប្រគល់អ្វីដែលឯងបានឃើញមកនោះយើងនឹងទុកសាកសពឯងឲ្យនៅពេញលេញឆ្លងភពមក3ឆ្នាំហើយនឹកឃើញជាតិមុនធ្វើការ996ដល់យប់ជ្រៅធ្វើផឹករហូតដល់ស្លាប់ជាតិនឹងពិបាកណាស់តម្រាំមានទីធ្លាផ្ទាល់ខ្លួនចង់តែរស់នៅធម្មតាដាំដំណាំចិញ្ចឹមមាន់ឲ្យបានសុខសាន្តពេលចាស់ទៅមិនក៏សំបីតែមាន់មួយក្បាលក៏មិនពងសោះអញ្ចឹងថ្ងៃដឹងតែពីស៊ីគុំរំខានថ្ងៃស្អែកបើនៅតែមិនពងទៀតខ្ញុំនឹងស្ងរែងហើយចុះឈ្មោះបានជោគជ័យទទួលបានចំណីមាន់ពិសេសមួយកញ្ចប់ជារបស់អត់ប្រយោជន៍ទៀតហើយអាចឲ្យរបស់ដែលប្រើការបានទេមិនអីទេយ៉ាងណាក៏បានមកទេដែរឯងចង់ស៊ីក៏ស៊ីទៅថ្ងៃស្អែកបើមិនពងទេគិតបញ្ជីទាំងចាស់ទាំងថ្មីតែម្ដងស្អីគេហ្នឹងការយល់ច្រឡំទេដឹងនេះជាក្លិនរបស់ហ្វូនីកដើមមិននឹងអាចទៅរួចអាថ៌កំបាំងឋានសួគ៌ក៏ច្របូកច្របល់កិននាមិនចេញសោះហ្វូនីកដើមចាប់កំណត់ឡើងវិញពិភពលោកនេះពិតជាលាក់បាំងនៅអត្ថភាពដ៏ហាមឃាត់បែបនេះមែនបញ្ជូនរាជសាររបស់ខ្ញុំទោះត្រូវចំណាយអ្វីក៏ដោយក៏ត្រូវតែស្វែងរកអ្នកជាន់ខ្ពស់ម្នាក់នេះឲ្យបានមុននិកាយចានហើយអង្វរគាត់ឲ្យចេញមកដោះស្រាយគ្រោះមហន្តរាយនៃការតែងតាំងព្រះបាទខ្ញុំមិនសុខចិត្តទេពួកបរិសុទ្ធដូចជាធានជនចាត់ទុកសត្វលោកដូចជាស្រមោចផែនការសម្ងាត់ដ៏ខ្វក់នៃបញ្ជីតែងតាំងព្រះនេះត្រូវបានខ្ញុំដឹងពួកគេថែមទាំងចង់បំផ្លាញព្រលឹងខ្ញុំទៀតតើអ្នកណាអាចជួយខ្ញុំបាននេះគឺក្លិនរបស់ហ្វូនីកដើមមួយដេកពេកមើលច្រឡំទេដឹងរោមមាន់នេះហាក់ដូចជាភ្លឺជាងមុនបន្តិចគុំសម្លឹងមកខ្ញុំដោយក្រសែភ្នែកបែបនេះចំណីក៏បានដំឡើងកម្រិតហើយថ្ងៃស្អែកត្រូវតែពងឬទេបើមិនពងទៀតខ្ញុំពិតជាស្ងរឯងមែនហើយចំណីនេះប្រហែលជាមិនបានលីម្សៅភ្លឺទេដឹងប្រហែលជាមិនមែនជ្រូកព្រៃបុកទេដឹងណែនៅរស់ទេអូយកណ្ដាលអាធ្រាត្រមកធ្វើពុតជាដួលមែនទេសំណាងហើយដែលបានជួបយុវជនល្អចំនួនថ្មីដូចខ្ញុំបានអ្នកផ្សេងវិញគេបោះចោលក្នុងជ្រូកបាត់ទៅហើយត្រូវមនុស្សធម្មតាម្នាក់ប្រមាថបែបនេះជួយជីវិតមនុស្សម្នាក់ប្រសើរជាងសាងសង់ចេតិយ7ជាន់ចាត់ទុកថាធ្វើបុណ្យចោះល្មមតែម្ដងមាន់ដែលមិនពងនោះក៏គួរតែចាត់ការដែរចិញ្ចឹមយូរហើយមិនពងឲ្យខ្ញុំសំបីតែមួយគ្រាប់ភ្ញាក់ហើយផឹកទៅបំពន់រាងកាយនេះជាស៊ុបអីគេគ្រាន់តែជាមាន់ធម្មតាទេកុំប្រកាន់អីនេះគឺរសជាតិនៃមហាវិថីស៊ុបមាន់នេះហាក់ដូចជាប្រៃបន្តិចហើយខ្ញុំទៅដួសទឹកផឹកសិនយ៉ាងម៉េចដែរស៊ុបត្រូវមាត់ទេទឹកមុខគាត់ធ្វើពុតជាមើលមិនឃើញឬមួយក៏ការសម្រេចបាននៅមហាវិថីនៅចំពោះមុខគាត់ពិតជាមិនសំខាន់ទៀមច្បងមានរឿងអីនាងនៅក្តៅខ្លួនអ្នកខ្លាំងពូកែបែបនេះឬមួយក្នុងក្រសែភ្នែករៀមច្បងការជួយអ្នកដទៃឲ្យសម្រេចបាននៅមហាវិថីគ្រាន់តែជារឿងខ្ញុំទៅរៀបចំចានសិនធម្មពលនេះខ្ញុំពិតជាសម្រេចបាននៅមហាវិថីមែនតើគាត់ជាអ្នកណាមនុស្សធម្មតាមិនអាចមានរបស់ទាបបែបនេះទេខ្ញុំត្រូវតែសាកល្បងសមត្ថភាពគាត់ក្លិននេះគឺជាប្រភពនៃមហាវិថីគាត់មិនមែនជាមនុស្សធម្មតាទេគាត់គឺជាអ្នកប្រាជ្ញកាត់អីស៊ុបក្តៅពេកមែនជ្រៅមិនអាចស្ទង់បានតែបែរជាងាយស្រួលចូលចិត្តនេះហើយជាកម្រិតនៃការវិលត្រឡប់ទៅរកភាពដើមក្នុងរឿងព្រេងក្មេងតូចយីឈីងយីងសូមអរគុណរៀមច្បងដែលបានជួយសង្គ្រោះធ្វើអីហ្នឹង
គ្រាន់តែស៊ុបមាន់មួយចានសោះជារឿងតូចតាចទេឆាប់ងើបឡើង រឿងតូចតាចរៀមច្បងចាត់ទុកការបង្កើតមហាវិថីជារឿងតូចតាចនេះគឺកំពុងដាស់តឿនចិត្តខ្ញុំធ្វើអីហ្នឹងកុំមកធ្វើពុតណាហើយឥតនេះខ្ញុំទៅតែជូតរួចនាងប្រឡាក់ដេកពេញខ្លួនបន្តិចទៀតនាងត្រូវជូតឲ្យខ្ញុំវិញណារៀមច្បងបន្ទោសខ្ញុំដែលធ្វើឲ្យប្រឡាក់កន្លែងបរិសុទ្ធឥតនេះច្បាស់ជាដីដ៏ពិសិដ្ឋរៀមច្បងចង់មានន័យថាចិត្តខ្ញុំនៅមានភាពមិនបរិសុទ្ធក្មេងតូចទទួលបញ្ជាក្មេងតូចនឹងជូតវាឡើងវិញឲ្យតែរៀមច្បងព្រមទទួលក្មេងតូចសុកចិត្តធ្វើជាអ្នកបម្រើទទួលរ៉ាប់រងការងារធ្ងន់ទាំងអស់បម្រើឆ្វេងស្ដាំលាងសម្អាតភាពមិនបរិសុទ្ធរបស់ខ្លួនជានិច្ចមិនមែនទេនាងស្ងប់ចិត្តបន្តិចទៅងើបឡើងសិនលើដីត្រជាក់នាងធ្វើបែបនេះហាក់ដូចជាខ្ញុំកំពុងធ្វើបាបនារីទុនខ្សោយអញ្ចឹងធ្វើពុតក៏មិនមែនធ្វើបែបនេះដែរគ្រាន់តែស៊ុបមាន់មួយចានសោះសុកចិត្តធ្វើជាអ្នកបម្រើគេនាងនេះច្បាស់ជាខូចខួរក្បាលហើយយីឈីនយីងមើលថាតើលើកនេះនាងរត់ទៅណាគ្រាន់តែជ្រលងភ្នំគ្មានឈ្មោះមួយក៏ចង់រារាំងជំហានរបស់ទេវតាទាំង12របស់ខ្ញុំដែរស្អីគេហ្នឹងខ្ញុំចង់មើលថាតើជ្រលងភ្នំដ៏កំសត់នេះលាក់អ្វីខ្លះអូភ្នែកខ្ញុំនេះគឺកន្លែងរបស់អ្នកប្រាជ្ញមិនអាចទេមិនអាចដាច់ខាតឲ្យកន្លែងខ្ញុំទុចណាស់ពិតជាមិនអាចចិញ្ចឹមនាងបានទេរៀមច្បងសូមផ្ដល់ឱកាសឲ្យក្មេងតូចផងក្មេងតូចសុខចិត្តធ្វើជាអ្នកបម្រើមិនបង្កបញ្ហាឡើយគ្រាន់តែជ្រលងភ្នំសោះក៏ចង់រារាំងទេវតារបស់ខ្ញុំដែរអាវុធទិព្វរបស់ខ្ញុំខូចខាតហើយភាពគួរឲ្យខ្លាចរបស់ម្ចាស់ទីនេះលើសពីការស្មានរបស់ខ្ញុំទៅទៀតនេះគឺពាក្យពិតនៃមហាវិថីតាហួងកុំព្រុសអីចុះបើធ្វើឲ្យអ្នកដើរកាត់ខាងក្រៅភ័យខ្លាចគិតយ៉ាងម៉េចឆ្កែមួយក្បាលមិនមែនទេសំឡេងព្រុសរបស់សត្វទេវកថាស្ទើរតែធ្វើឲ្យព្រលឹងខ្ញុំបែកខ្ទេចនេះគឺគីលីនបុរាណក្មេងល្អកុំធ្វើឲ្យក្មេងភ័យខ្លាចអីប្អូនស្រីតើអ្នកណាគេគ្មានអ្វីទេប្រញាប់អាលឿងចាំទុកថ្ងៃក្រោយបើមានអ្នកសុំទានលួចលាក់នៅមាត់ទ្វារបែបនេះទៀតខំជើងវាឲ្យដាច់ហើយបោះវាចេញទៅគុំជើងចាស់បានចេញបញ្ជាសម្លាប់ហើយចង់ឲ្យសត្វសការៈកុសលខំខ្ញុំឲ្យបែកខ្ទេចហើយដកព្រលឹងខ្ញុំរត់ក្មេងតូចលែងហ៊ានទៀតហើយត្រូវតែរាយការណ៍ប្រាប់លោកគ្រូភ្លាមជើងចាស់អំបាញ់មិញគ្រាន់តែមួយឃ្លាក៏ធ្វើឲ្យមហាសេដ្ឋីនេះស្ភ័យខ្លាចរត់បាត់ទៅហើយមនុស្សចម្លែកអាលឿងធ្វើបានល្អយប់នេះខ្ញុំនឹងបន្ថែមឆ្អឹងមួយឲ្យឯងជើងចាស់ពិតជាមិនអាចស្មានដល់សូម្បីតែទេវតាមាសក៏មិនហ៊ានប្រមាថដែរខ្ញុំអាចបម្រើនៅក្បែរគាត់តើជាសំណាងអ្វីទៅញ៉ាំទៅស៊ីវគុយក្មេងតូចសុកចិត្តដើរតាមជើងចាស់ទោះបីជាធ្វើជាអ្នកបម្រើដុតភ្លើងពុះអស់ក៏ស្ម័គ្រចិត្តដែរក្មេងស្រីនេះគ្មានផ្ទះសម្បែងរូបរាងក៏សំរុំទុកនាងនៅផ្ទះក៏អ៊ូអរដែរហើយខ្ញុំក៏កំពុងខ្វះអ្នកធ្វើម្ហូបម្នាក់យល់ព្រមខ្ញុំអាចទទួលអ្នកបានប៉ុន្តែខ្ញុំមិនចិញ្ចឹមមនុស្សទំនេរហើយក៏មិនបើកប្រាក់ខែដែរគ្រាន់តែផ្ដល់អាហារ3ពេលថ្ងៃក្រោយពុះអស់ដុតភ្លើងលាងចានឲ្យចំណីមាន់អ្នកត្រូវរ៉ាប់រងទាំងអស់ក្មេងតូចសុកចិត្តស្លាប់មិនរុញរាអរគុណជើងចាស់ដែលបានផ្ដល់ឱកាសដ៏ខ្ពង់ខ្ពស់នេះឥឡូវនេះកម្លាំងពលកម្មនៅសម័យបុរាណនេះងាយបោកប្រាស់ម្លេះក្មេងស្រីនេះប្រហែលជាមនុស្សងងទេដឹងការងារចាប់ផ្ដើមធ្វើថ្ងៃនេះទៅពុះអស់ទាំងនោះសិនទៅជើងចាស់ចង់ឲ្យខ្ញុំយល់ដឹងពីធម៌ក្នុងលោកីធម៌ដ៏អស្ចារ្យគឺសាមញ្ញការប្រតិបត្តិគឺជីវិតក្មេងស្រីនេះត្រូវគេវាយតតែល្ងងមែនទេគ្រាន់តែពុះអស់សោះនេះជាឈើហ្វូសាងប្រាសវិញ្ញាណពីកំណើតធ្វើជាអស់ដុតតានេះជាកម្រិតណាទៅឃ្លាំងកំណប់យ៉ាវឈីក៏មិនប្រណិតបែបនេះដែរហេតុអ្វីពុះមិនដាច់មានរឿងអីពុះមិនដាច់នេះមិននឹងអាចទៅរួចពូថៅនេះខ្ញុំបដូរពីប្រព័ន្ធពិតជាមុតមែនធ្វើការត្រូវប្រើកម្លាំងឲ្យឆ្លាតទើបតែផឹកស៊ុបមាន់ញីចាស់ខ្ញុំមួយចានពេញកម្លាំងទៅណាអស់ហើយចង់ធ្វើកំណប់វិញ្ញាណកុសលបើកមេឃនេះជាបំណែកពូថៅផាន់គូខ្ញុំសំបីតែបញ្ចេញធម្មពល1/1នៃពូថៅផាន់គូក៏មិនបានខ្ញុំពិតជាមនុស្សអត់បានការបំផុតក្នុងសម័យបុរាណខ្ញុំត្រូវតែខិតខំពុះអស់បន្ថែមទៀតទើបអាចតបស្នងគុណជើងចាស់បានក្មេងស្រីអ្នកត្រូវប្រើកម្លាំងបញ្ចេញកម្លាំងដែលអ្នកញ៉ាំបាយមកប្រើពូថៅផាន់គូពុះឈើហ្វូសាងដុតភ្លើងបាននិយាយចេញទៅច្បាស់ជារង្គើត្រៃភពហើយមែនទេមិនអាចទេឈីងយីងនាង
មួយជំហានដល់ដាលូសំណាងបែបនេះសំបីតែសិស្សរបស់ពួកបរិសុទ្ធក៏មិនធ្លាប់មានដែរព្រះនាងប្អូនស្រីឈីងយីងនាងសៀននេះចុះទៅឋានក្រមភ្លាមដើម្បីស៊ើបអង្កេតរឿងនេះត្រូវតែនាំឈីងយីងត្រឡប់មកវិញស៊ើបឲ្យច្បាស់ថាតើជាស្នាដៃរបស់អ្នកខ្លាំងពូកែរូបណាចាស់ប្អូនស្រីឈីងយីងពិតជារស់នៅថយក្រោយមែនហ៊ានធ្វើជាអ្នកបម្រើគេនៅកន្លែងដាច់ស្រយាលបែបនេះច្បាស់ជាត្រូវបិសាចផ្លូវខុសណាមួយលួចធ្វើបាបហើយចាំមើលខ្ញុំមើលធ្លុះរូបរាងពិតរបស់វាហើយបំផ្លាញព្រលឹងវាចោលនេះជាការតាក់ទងគ្នាដោយធម្មជាតិនៃច្បាប់ធម៌ដ៏អស្ចារ្យមិនមែនជាស្នាដៃរបស់ពួកបរិសុទ្ធទេគឺបង្កើតឡើងដោយធម៌ដ៏អស្ចារ្យទីនេះគឺជាកន្លែងដែលធម៌ដ៏អស្ចារ្យបង្ហាញរូបរាងក្នុងរឿងព្រេងនេះជាប្អូនស្រីនាងកំពុងពុះអស់ជាសិស្សផ្ទាល់របស់យ៉ាវឈីដ៏ថ្លៃថ្នូរជាទឹកតាមាដាលូថ្មីថ្មោងហ៊ានធ្វើជាអ្នកបម្រើគេហើយថែមទាំងមានទឹកមុខមានក្តីសុខទៀតតើបុរសនោះមានប្រវត្តិយ៉ាងណាអាចធ្វើឲ្យទេវតាមាដាលូសុខចិត្តដុតភ្លើងគាត់មើលទៅគ្មានការហាត់រៀនសោះប៉ុន្តែអាចមានកន្លែងប្រតិបត្តិធម៌បែបនេះស្ញាត់ក្នុងនាមជាអ្នកមានបុណ្យខ្ញុំត្រូវតែមើលមុខមាត់ពិតរបស់គាត់សកម្មភាពធម្មតាចាំសិនកន្លងនេះរាល់ចលនាសុទ្ធតែជាផ្លូវធំសកម្មភាពងើតងរសុទ្ធតែបង្ហាញពីការពិតដល់ពួកយើងត្រឡប់ទៅរកភាពដើមវិញនេះជាកម្រិតខ្ពស់ជាងអ្នកមានបុណ្យក្នុងរឿងព្រេងមែនទេនោះគឺក្លិនការឈូកបៃតងប្រើកំណប់បើកមេឃពេងតែដែលคล้ายជាក្របឈូកមិនមានអារម្មណ៍ថាមានអ្នកលួចមើលខ្ញុំមិនមែនដោយសារខ្ញុំសង្ហាពេកទេដឹងឈីងយីងឯងថាកន្លែងយើងនេះមានហុងស៊ុយអីមិនក៏មានមនុស្សមិនស្គាល់មុខលួចមើលរហូតចឹងលើក្រោយបើមានអ្នកមិនដឹងខ្យល់អីទៀតបិទទ្វារលេងឆ្កែសមត្ថភាពអ្នកមានបុណ្យនេះមិនអាចស្មានដឹងទេមិនមែនខ្ញុំអាចប្រៀបបានទេបើនៅតែបន្តលួចមើលក្នុងទីងទៀតមានតែនាំគ្រោះថ្នាក់ដល់ខ្លួនឥឡូវមានតែចេញមុខសំទោសទើបមានផ្លូវរស់រៀមច្បងអត់ទោសរៀមច្បងអត់ទោសខ្ញុំមិនហ៊ានលួចមើលទៀតទេខ្ញុំពិតជាមិនហ៊ានទៀតទេមិនក៏មកមួយទៀតហើយតាហាងឯងទៅផ្សាយពាណិជ្ជកម្មខាងក្រៅមែនមិនក៏3ថ្ងៃមានមនុស្ស2នាក់មកសុំបាយស៊ីរៀមច្បងខ្ញុំអាចធ្វើបានគ្រប់យ៉ាងសូមរៀមច្បងទុកខ្ញុំនៅទីនេះផងលេងដៃមិនក៏ឯងមកដល់អបជើងខ្ញុំចឹងធ្លាប់រស់នៅក្នុងសង្គមទេសិស្សច្បងសិស្សប្អូនទេធីតាឋានសួគ៌ទាំង9ឯងជាអ្នកមានបុណ្យមកកន្លែងរៀមច្បងចង់ធ្វើសិស្សប្អូនឯងយកខុសហើយខ្ញុំពិតជាមកបម្រើទីនេះត្រូវការអ្នកបម្រើតែម្នាក់ទេគឺខ្ញុំមិនត្រូវការអ្នកទី2ទេអ្នកទាំងពីរឈប់ឆ្លោះគ្នានៅមុខផ្ទះខ្ញុំបានទេអ្នកចិត្តខាងស្មានតែខ្ញុំបើផ្ទះបនរៀមច្បងកុំខឹងម្នាក់សុទ្ធតែពូកែសម្ដែងបានហើយមានកម្លាំងពលកម្មហ្វ្រេក៏មិនខាត់ដែរឯងថាឯងអាចធ្វើអីបានខ្លះចាស់ខ្ញុំចេះមន្តអាគម360មុខអាចកំចាត់បិសាចអាចផ្សំថ្នាំចេះរែកលៀមមកទេស្អីគេរៀមច្បងសួរឯងថាចេះរែកលៀមមកទេរែកលៀមមកឲ្យអ្នកមានបុណ្យរែកលៀមមកនេះជារៀមច្បងពិតជាមិនធ្វើតាមក្បួនមែនចេះខ្ញុំចេះឲ្យតែរៀមច្បងព្រមទុកខ្ញុំមិនបាច់ថារែកឲ្យខ្ញុំផឹកលៀមមកនេះក៏បានដែរមិនឲ្យឯងផឹកទេស្ថានភាពផ្លូវចិត្តរៀងគួរឲ្យខ្លាចបន្តិចមិនបានទេសិស្សច្បងចង់ដណ្ដើមការងារខ្ញុំរៀមច្បងការងាររែកលៀមមកនេះគឺខ្ញុំជាអ្នកធ្វើរហូតសិស្សច្បងទៅតែមកដល់ប្រហែលជាសិស្សប្អូនឯងជាទេពធីតាធំរែកយូរហើយទុកឲ្យខ្ញុំសិស្សច្បងនិយាយនេះហាក់ដូចជាលៀមមកដែលអ្នកមានបុណ្យរែកក្រអូបជាងបានហើយកុំដណ្ដើមគ្នាអាំងលីមកក្រោយផ្ទះចំណាស់ម្នាក់រែកពាក់កណ្ដាលអរគុណរៀមច្បងជាតិមុនធ្វើការ996ជាតិនេះដាំដីក៏វាគ្នាដែរពិភពលោកនេះពិតជាកាន់តែចម្លែកហើយនេះមិនមែនលៀមមកទេនេះជាទឹកអម្រិតបន្ទាប់ពីវឹកវរមួយដំណក់ក៏គ្រប់គ្រាន់ឲ្យអ្នកមានបុណ្យបិទទ្វារសិស្សប្អូនរបស់ក្នុងអាំងនេះរៀមច្បងថាជាលៀមមកនោះគឺលៀមមកសិស្សច្បងនិយាយតិចធ្វើការឲ្យច្រើនឈៀងយីងល្អណាស់នៅក្បែររៀមច្បងពិតជារៀនបានការពិតមែនមិនប្រកាន់រូបរាងមិនបែងចែកលៀមមកគឺផ្លូវគឺលៀមមកសិស្សច្បងឯងហួសព្រំដែនហើយសិស្សប្អូនការហាត់ប្រាណមិនបែងចែកព្រំដែនទេតាហាងឯងស្ដាប់មើលរែកលីមកក៏អាចរែកឡើងដល់ថ្នាក់នេះដែរជាតិមុនការវិតម្លៃកភេរបស់ក្រុមហ៊ុនខ្ញុំតែនិយាយមែនទែនទៅស្មៅក្រោយផ្ទះគួរតែដកហើយចិត្តដុសដល់សង្ឃឹមលើពួកគេធ្វើការស៊ូសង្ឃឹមលើតាហាងឯងចេះដកស្មៅវិញល្អតាមប្រសិទ្ធភាពឯងនេះជីកដល់ឆ្នាំក្រោយក៏ដីនេះត្រូវមានកម្លាំងខ្លាំងមកជីកល្អបំផុតគឺប្រភេទមិនខ្លាចលំបាកមិនខ្លាចបើមានកម្លាំងពលកម្មចេះជីកដីក៏ល្អដែរមេធំមានដំណឹងមកហើយភាគខាងជើងមានជ្រលងភ្នំលាក់កំបាំងនិយាយថាមានកំណប់លេចឡើងនិកាយច័ន្ទបានទៅស៊ើបអង្កេតហើយចុងក្រោយកំណប់ខ្លាំងឬមិនខ្លាំងត្រកូលអ៊ូខ្ញុំរាងកាយគ្មានគូប្រៀបមិនហាត់មិនខ្លាចល្បិចអីទេតាំងពីសង្គ្រាមអ៊ូយ៉ាវមកត្រកូលអ៊ូដង្ហើមចុងក្រោយដល់សប្តាហ៍ថ្ងៃរាល់ការប្រែប្រួលដែលអាចគំរាមកំហែងដល់ជុសុទ្ធតែមិនអាចមើលរំលងនៃរបស់មេធំគឺខ្ញុំនឹងទៅមើលផ្ទាល់ទោះជាអ្នកខ្លាំងលាក់មុខណាក៏ដោយហ៊ានរារាំងផ្លូវត្រកូលអ៊ូខ្ញុំសម្រាប់ចោលមួយព្រួញចម្លែកណាស់ពិតជាមានក្លិននៃមហាវិថីមែនដូចជាមានអ្នកកំពុងដាំបាយអញ្ចឹងត្រឹមហ្នឹងកន្លែងដែលទេវតាឆែនត្រូវគេបន្លាចឲ្យរត់ធំក្លិនដូចផ្ទះកសិករហឹមចប់នេះប្រើស្រួលណាស់
អាលឿងឯងមកនេះបើឯងចេះជីកដីក៏ល្អដែរស្មៅនេះដុះខ្ពស់ជាងឯងទៅទៀតធុញណាស់ជីកតែ2 ដងក៏ឈប់ខ្ជិលជាងខ្ញុំទៅទៀតកំណប់វិញ្ញាណបើកឋានសួគ៌គាត់បែរជាយកមកជីកដីទៅវិញគីលីនបុរាណបែរជាធ្វើជាឆ្កែយាមទ្វារឲ្យគាត់អញមើលស្មៅនេះដុះខ្ពស់ជាងឯងទៅទៀតអញធ្វើឲ្យម្ចាស់ខ្មាស់គេទេអញជាឆ្កែមួយក្បាលសំបីតែស្មៅខ្ពស់ជាងឆ្កែស្មៅតំណាងឲ្យកូនសម្ព័ន្ធអ៊ូឆ្កែតំណាងឲ្យគីលីនគាត់កំពុងនិយាយថាបើកូនសម្ព័ន្ធអ៊ូមិនព្រមចុះចាញ់ឋានសួគ៌មិនអាចរងចាំទៀតទេគាត់អស់ការអត់ធ្មត់ហើយបើខ្ញុំមិនបញ្ចេញមតិចប់នេះគឺជាសញ្ញាកាប់សម្រាប់កូនសម្ព័ន្ធអ៊ូជីរៀមច្បងទុកឲ្យខ្ញុំពូកែជីកដីណាស់អញជានរណាអញលេចចេញមកពីណារៀមច្បងកុំបារម្ភកូនសម្ព័ន្ធអ៊ូរបស់ខ្ញុំចាប់ពីថ្ងៃនេះទៅនឹងទម្លាក់អាវុធធ្វើការដោយស្មោះត្រង់មិនប្រឆាំងនឹងឋានសួគ៌ឡើយអាលឿងអញឃើញទេអំបញ្ញមិញមានមនុស្សប្រៃលោតចុះពីជញ្ជាំងផ្ទះខ្ញុំដណ្ដើមចាប់ខ្ញុំហើយចាប់ផ្ដើមជីកដីមែនទេឆ្លើយតបបន្តិចមកនេះគឺជាមហាវុហោយដែលជាកម្លាំងប្រយុទ្ធខ្លាំងបំផុតរបស់កូនសម្ព័ន្ធវូហេតុអ្វីគាត់មកជីកដីនៅទីនេះរៀមច្បងពិតជាមានឫទ្ធិខ្លាំងពូកែមែនសូម្បីតែមហាវុនៃកូនសម្ព័ន្ធវូក៏ត្រូវគាត់បង្ក្រាបបានដែរផែនការរបស់រៀមច្បងពិតជាជ្រាលជ្រៅណាស់គាត់ចង់ក្តោបក្តាប់កម្លាំងទាំងអស់ក្នុងត្រៃភពល្បឿនជីកដីនេះមួយស្មើ10ធ្វើការមិនអន់ទេធ្វើការល្អមានរង្វាន់យកខេងងទៅចាក់ទឹកមួយចានឲ្យបរិយខ្លាំងម្នាក់ទឹកទិព្វផ្សេងវិញគាត់បែរជាយកមកឲ្យកម្មក៏ផឹកបំបត្តិការស្រេកទឹកទៅវិញរៀមច្បងនេះកំពុងបង្រៀនខ្ញុំឲ្យទម្លាក់ធ្នូនឹងព្រួញកាន់ចប់ទម្លាក់ការសម្លាប់ត្រឡប់ទៅរកប្រភពដើមវិញអញជីកដីតតែឈួតហើយអញយកដឹងអីខ្ញុំគ្រាន់តែឲ្យអញផឹកទឹកប៉ុណ្ណោះខេងងអញស្គាល់មនុស្សនេះទេតើគាត់រត់ចេញពីមន្ទីរពេទ្យឈួតនៅជិតនេះមែនទេរៀមច្បងមិនក៏មិនដឹងពីប្រវត្តិពួកយើងនេះគឺចង់បានអាកប្បកិរិយាជំរាបរៀមច្បងឲ្យគាត់ថាអេទៅបានហើយហើយអញមើលទ្វារបាក់នេះទៅកំសត់ដូចអ្នកសុំទានអញ្ចឹងជាតិមុននៅមុខទ្វារសង្កាត់យើងយ៉ាងហោចណាស់ក៏មានដុំធំពីរដែរបើទ្វារនេះមានតោធំពីរយាមផ្ទះក៏ល្អដែរមើលទៅអស្ចារ្យហើយអាចរារាំងមនុស្សចម្លែកដែលរត់មកផ្ទះខ្ញុំរាល់ថ្ងៃនេះបានអញគិតថាមនុស្សទាំងនេះថ្មីនេះយ៉ាងម៉េចហើយម្នាក់ចម្លែកជាងម្នាក់ទៀតតើទីធ្លាខ្ញុំនេះជាកន្លែងហុងស៊ុយអីទៅតាក់ទាញតែមនុស្សឈួតមិនអីទេយ៉ាងហោចណាស់ក៏បានកម្លាំងពលកម្មឥតគិតថ្លៃពី3នាក់ដែរគ្រាន់តែមុខមាត់នេះអន់ពេកបើគេដឹងគេស្មានតែទីនេះជាកន្លែងជ្រកកង់ហើយព្រះអង្គម្ចាស់មហាវុហោយដែលជាអ្នកមានឫទ្ធិលាក់ខ្លួនក្នុងជ្រលងភ្នំត្រូវបានទទួលជាសិស្សហើយស្អីគេតាមសេចក្តីរាយការណ៍របស់ចារិកហោយបែរជាសុខចិត្តទម្លាក់ធ្នូទឹកហើយកំពុងជីកដីក្នុងទីធ្លារបស់អ្នកនោះទម្លាក់ធ្នូទឹកមហាវុហោយបុរាណដែលជាស្ត្រីបាទម្ចាស់ជ្រលងភ្នំនោះប្រហែលជាមានឫទ្ធិខ្លាំងពូកែណាស់មិនខ្វល់ថាគាត់ខ្លាំងពូកែប៉ុណ្ណាទេហើយបានសម្លាប់បងប្រុសខ្ញុំ9នាក់គំនុំនេះមិនអាចរួមរស់ជាមួយគ្នាបានទេពេលនេះគាត់ទម្លាក់ធ្នូទឹកគឺជាឱកាសល្អបំផុតសម្រាប់ខ្ញុំសម្រាប់គាត់ប្រមូលទាហានបិសាច100,000នាក់ព្រះអង្គម្ចាស់នេះនឹងកំទេចជ្រលងភ្នំហើយយកក្បាលហើយអ្នកណានៅក្នុងជ្រលងភ្នំចេញមកទទួលសេចក្តីស្លាប់ភ្លាមព្រះអង្គម្ចាស់នេះទុកពេលឲ្យអញបីដង្ហើមបើមិនអញ្ចឹងទេនឹងកំទេចឲ្យរាបស្មើរៀមច្បងកំពុងសម្រាកថ្ងៃត្រង់ហាមឡូឡាក្មេងស្រីបោកប្រាស់ត្រឹមតែឯងមានផ្លិតរហែកមួយហ៊ានខាត់កងទ័ព100,000នាក់របស់ខ្ញុំផងយកជីវិតមកខ្ញុំបាននិយាយហើយរៀមច្បងកំពុងសម្រាកថ្ងៃត្រង់ហាមឡូឡាឯងខ្លងមែនទេផ្លិតមួយរលត់ព្រះអាទិត្យ3តបបិសាច100,000នាក់បាត់អស់រលីងមានគ្រាន់តែជាអ្នកបម្រើម្នាក់សោះចុះម្ចាស់ជ្រលងភ្នំនេះខ្លាំងដល់កម្រិតណាទៅឈីងយីងខាងក្រៅមានរឿងអីហ្នឹងមានខ្យល់បក់មែនទេខ្ញុំគេងថ្ងៃមិនបានស្កប់សោះជំរាបរៀមច្បងមានក្អែករោមចម្រុះមួយកំពុងស្រែកខ្ញុំបានចាប់កាត់ក្អែកនេះជានរណាខ្លាញ់តាក់ជាប់មែនទេមិនអីទេឈីងយីងរឿងតោតមនុស្សជួយគិតរកវិធីឲ្យខ្ញុំផងខ្ញុំគ្រាន់តែចង់បានពីអង្គុយនៅមាត់ទ្វារហើយសុំទ្វារបាក់នេះក៏ត្រូវជួសជុលដែរវិញញ៉ោណាញួរដាក់ទោសពីឋានសួគ៌នោះគឺជាញួរដាក់ទោសពីឋានសួគ៌ដែលគេនិយាយគ្នាថាប្រើសម្រាប់ដាក់ទោសពូជបិសាចដែលខ្លាំងបំផុតតោថ្មអង្គុយនៅមាត់ទ្វារគាត់ចង់ប្រើញួរដាក់ទោសពីឋានសួគ៌មកវាខ្ញុំឲ្យស្លាប់រួចធ្វើជាតោថ្មអង្គុយនៅមាត់ទ្វារទេខ្ញុំមិនអាចស្លាប់នៅទីនេះទេតែបើគាត់រ៉ាដៃខ្ញុំច្បាស់ជាគ្មានផ្លូវរស់ទេចាំសិនគាត់ថានៅខ្វះតោថ្មមិនមែនស័ក្តិសិទ្ធិទេគាត់មិនទាន់រ៉ាដៃទេមានន័យថាកំពុងរងចាំមើលអាកប្បកិរិយារបស់ខ្ញុំបើខ្ញុំស្ម័គ្រចិត្តប្រែជាតោថ្មតើគាត់នឹងមិនសម្លាប់ខ្ញុំទេមែនទេអង្គុយក៏អង្គុយទៅមានជីវិតរស់នៅល្អជាងអ្វីទាំងអស់បងស្រីជួយប្រាប់រៀមច្បងផងព្រះអង្គម្ចាស់បិសាចលូយ៉ាសុកចិត្តយាមទ្វារឲ្យរៀមច្បងឯងចង់យាមទ្វារហេមិនមែនយាមទ្វារទេគឺធ្វើជាតោថ្មឯងអាចប្រែធំប៉ុណ្ណាក៏បានដែររៀមច្បងចូលចិត្តភាពស៊ីមេទ្រីឯងអង្គុយខាងនោះទៅគ្រាន់បើមើលបានកុំកំរើករៀមច្បងមិនចូលចិត្តអ្នកយាមមិនល្អទេហូគុណភាពនេះពន្លឺនេះធ្វើពីត្បូងមែនទេស្នាដៃល្អណាស់នរណាផ្ញើមកក្អែករោមចម្រុះអំបញ្ញមិញប្រែជាអញ្ចឹងក្អែកអាចប្រែជាតោថ្មក្រោមការចង្អុលបង្ហាញរបស់រៀមច្បងប្រែคล้ายរបស់អាក្រក់ទៅជាអស្ចារ្យក្អែកនេះបានយល់ពីមាគ៌រាដ៏អស្ចារ្យរបស់រៀមច្បងហើយសុខចិត្តពួកឯងផឹកស្រាម៉ាក់អីហ្នឹងអាចឲ្យខ្ញុំមួយដុបដែរបានទេ
មិនស៊ីមេត្រីសោះខាងឆ្វេងមានមួយខាងស្ដាំអត់មានតើនេះជាហុងស៊ុយអីទៅមិនល្អទេនៅខ្វះមួយទៀតអ្នកបំរើម្នាក់បកផ្លិតមួយកំតិចតប1សែនអ្នកព្រះអង្គគុំចាស់បិសាចសុកចិត្តធ្វើជាអ្នកយាមទ្វារតើនេះជាអត្ថភាពបែបណាទៅមិនស៊ីមេត្រីខ្វះមួយរៀមច្បងថាវីតម្លៃអាក្រក់បើការមិនពេញចិត្តរបស់រៀមច្បងមិនត្រូវបានបំពេញតើកំហឹងនេះនឹងតម្រង់ទៅរកនរណានិកាយជាស្ថិតក្នុងរង្វង់នៃការស៊ើបអង្កេតមិនអីទេគ្រាន់តែជាតោថ្មមួយប៉ុណ្ណោះខ្ញុំចៅគង់មីងជាសិស្សច្បងធំនៃនិកាយជាបានលះបង់ជីវិតដើម្បីនិកាយគ្រាន់តែធ្វើជាតោមួយមានអីត្រូវតែធំពន់វាទេត្រូវតែធំជាងវាបន្តិចខាងស្ដាំមិនអាចចាញ់ខាងឆ្វេងទេកិត្តិយសរបស់និកាយជាមិនអាចបាត់បង់ឡើយចៅគង់មីងអាមនុស្សចាស់ក្បាលខូចហេតុអីបានជាអញធំជាងខ្ញុំបន្តិចអេមួយនេះមកដល់ពេលណាចៅគង់មីងនៃនិកាយជាចៅគង់មីងសំបីតែសិស្សច្បងធំនៃនិកាយជាក៏មកដែរមើលទៅការរៀបចំរបស់រៀមច្បងបានលាតសន្ធឹងដល់និកាយជាហើយហូរគុណភាពក៏មិនដូចគ្នាដែរខាងស្ដាំនេះមានគូចភ្លឺពេលយប់ទៀតនៃក្រុមហ៊ុនដឹកជញ្ជូននេះពិតជាយកចិត្តទុកដាក់មែនផ្ញើមកបន្ថែមទាំងយប់ហើយថែមទាំងដំឡើងគុណភាពទៀតគ្រាន់តែទំហំមិនសូវស្មើគ្នាអ្នកមានជំងឺសរសៃប្រសាទមើលទៅពិបាកភ្នែកណាស់ជីងយីងតោថ្មនេះកំពុងតែធំឡើងមែនទេការបង្កើតមេគ្រាដ៏អស្ចារ្យវត្ថុទាំងឡាយសុទ្ធតែមានវិញ្ញាណអាចយាមទ្វារឲ្យរៀមច្បងបានធម្មជាតិនិងខិតខំធ្វើឲ្យគ្រប់ពាក្យដែលនាងនិយាយខ្ញុំស្គាល់ទាំងអស់តែពេលគុំជុកគ្នាខ្ញុំស្ដាប់មិនយល់សោះគុំធំទៀតអីបើធំទៀតបាំងទ្វារចិត្តហើយខ្ញុំចេញក្រៅត្រូវវាលើតោះហើយប្អូនស្រីមនុស្សរបស់និកាយជាមអស់ហើយរាល់សកម្មភាពរបស់រៀមច្បងពិតជាកំពុងកែប្រែចនាសម្ព័ន្ធនៃភពទាំង3មែនចំណុចទី37រៀមច្បងប្រើពាក្យគឺវាតម្លៃអាក្រក់ពីម៉ាត់ដើម្បីធ្វើយកសិស្សច្បងធំនៃនិកាយជាមេគ្រាដ៏អស្ចារ្យគ្មានរូបរាងភាសាក៏ជាអាវុធវេទមន្តដែរនាងកំពុងកត់ត្រាទៀតហើយខ្ញុំក៏ត្រូវតែកត់ដែរមិនអាចយឺតមើលតោថ្មពីរនោះទៅធ្វើបានលុយណាស់មិនស្រួលទេបងប្រុសសិស្សច្បងមិនក៏មានក្លិនរបស់រីទីយាត្រកូលមួយនៅខាងស្ដាំនោះគឺជាសិស្សច្បងធំនៃរីទីយាត្រកូលបិសាចនិងសិស្សច្បងធំនៃនិកាយជីកំពុងធ្វើជាអ្នកយាមទ្វារឲ្យគេនឹងលេហើយស្រួលខ្លួនណាស់នេះទើបជាជីវិតដែលអ្នកឆ្លងភពគួរតែមានអ្នកដាំដុះមានអ្នកពុះអុសមានអ្នករែកលីមកសាត់ខ្ញុំគ្រាន់តែគេងទៅបានហើយគ្រាន់តែថាតែងតែមានអារម្មណ៍ថាខ្វះអ្វីម្យ៉ាងតើអ្នកជើងចាស់មានអ្វីមិនពេញចិត្តមែនទេអញមើលទីធ្លានេះមានដីមានផ្ទះមានឆ្កែគ្រាន់តែវាស្ងាត់ពេកបើអាចអ៊ូអរបន្តិចគឺល្អហើយអ្នកជើងចាស់នឹកដល់ភាពអ៊ូអរក្នុងលោកីតើគាត់កំពុងគិតពីផ្លូវត្រឡប់នៃមហាវិថីមែនទេនៃរបស់អ្នកជើងចាស់គឺចង់បានភ្ញៀវមកលេងទេខ្ញុំមិនចង់ឲ្យមានមនុស្សចម្លែកណាមកទៀតទេខ្ញុំគ្រាន់តែនិយាយលេងទេប៉ុន្តែនិយាយទៅថ្មីនេះមនុស្សដែលមកមាត់ទ្វារហាក់ដូចជាមានច្រើនជាងមុនម្សិលមិញខ្ញុំចេញទៅចោលសម្រាមឃើញមានមនុស្សប៉ុន្មានអ្នកអង្គុយសូត្រធម៌ក្បែរតោថ្មប្រហែលជាអ្នកដំណើរឆ្លងកាត់ខ្ចីធម្មពលវិញ្ញាណពីទីសក្ការៈរបស់អ្នកជើងចាស់ដើម្បីត្រាស់ដឹងមកអង្គុយត្រាស់ដឹងនៅមុខផ្ទះខ្ញុំចាត់ទុកទីនេះជាកន្លែងលេងអ៊ីនធឺណិតមែនទេនៅរីទីយាត្រកូលបិសាចនិងយ៉ាវកងមិញនៃនិកាយជីសុទ្ធតែធ្វើជាអ្នកយាមទ្វារនៅខាងក្នុងសិស្សច្បងយ៉ាវកងមិញរបស់ខ្ញុំធ្វើជាអ្នកយាមទ្វារអមតាពុទ្ធអាត្មាមកទីនេះដើម្បីត្រាស់ដឹងមហាវិថីមិនមែនមកមើលរឿងសប្បាយទេមក3ថ្ងៃហើយសូម្បីតែមកជ្រលងភ្នំក៏មិនបានចូលផងត្រាស់ដឹងស្អីអ្នកទាំងអស់គ្នាគិតមើលតើអ្នកជើងចាស់នៅខាងក្នុងនោះមានប្រវត្តិយ៉ាងណាទៅគ្រូរបស់ខ្ញុំ Gang Fashion ធ្លាប់ទៅស៊ើបអង្កេតត្រូវឆ្កែមួយក្បាលព្រុសដាក់ស្ទើរតែប្រលឹងហោះចេញពីខ្លួនឆ្កែមួយក្បាលមិនហ៊ានគិតទេនេះក៏ច្រើនពេកដែរពួកយើង4នាក់បូកនឹងឆ្កែមួយក្បាលញ៉ាំមិនអស់ទេទុកយូរទៅនឹងខូចអ្នកនៅខាងក្រៅនោះអង្គុយចាំប៉ុន្មានថ្ងៃហើយមើលទៅគួរឲ្យអាណិតណាស់ខ្ញុំយើងជួយយកផ្លែឈើពីល្អយនេះចេញទៅចែកឲ្យអ្នកនៅមាត់ទ្វារនោះទៅអ្នកជើងចាស់ចង់ចែកផ្លែហឿងហងឡៃនិងផ្លែយិនសិនឲ្យពួកគេមែនទេមិនហ្នឹងទុកចោលក៏ខ្ជិះខ្ជាដែរហើយនាងមិនគិតថាពួកគេអង្គុយនៅមាត់ទ្វាររាល់ថ្ងៃគួរឲ្យធន់ទេអីឲ្យរបស់បន្តិចបន្តួចទៅដើម្បីផ្លែហឿងហងឡៃផ្លែយិនសិនមួយគ្រាប់សុទ្ធតែជារបស់មានតម្លៃបំផុតក្នុងឋានសួគ៌អ្នកជើងចាស់បែរជាចង់យករបស់ទាំងនេះទៅចែកដោយផ្លែឈើលក់តាមផ្លូវទៅវិញទឹកចិត្តរបស់អ្នកជើងចាស់ពិតជាធំធេងដូចមហាវិថីដែលគ្មានព្រំដែនមែនក្មេងចំនួនក្រោយអ្នកជើងចាស់អាណិតពួកអ្នកដែលរងចាំយ៉ាងលំបាកនៅក្រៅជ្រលងភ្នំទើបប្រទានផ្លែឈើទឹកម្នាក់មួយគ្រាប់ហាមដណ្ដើមគ្នាផ្លែឈើទឹកនេះគឺផ្លែហឿងហងឡៃដែលជាវិញ្ញាណមួយក្នុងចំណោមឬវិញ្ញាណធំទាំង10ក្នុងយុគសម័យបុរាណអមតាពុទ្ធធម្មពលវិញ្ញាណនៃផ្លែឈើមួយគ្រាប់នេះខ្លាំងជាងគ្រាប់ពោតដែលជារបស់មានតម្លៃបំផុតរបស់ព្រះពុទ្ធសាសនាយើងដល់ទៅ100ដងអ្នកជើងចាស់មានប្រសាសន៍ថារបស់នេះមិនអាចទុកយូរបានទេពួកអ្នកញ៉ាំរួចហើយប្រញាប់បំបីគ្នាទៅគុំមកបិទផ្លូវនៅមាត់ទ្វារទៀតរំខានដល់ភាពស្ងប់ស្ងាត់របស់អ្នកជើងចាស់គិតថាពួកយើងរំខានភាពស្ងប់ស្ងាត់នេះជាបញ្ជាដេញភ្ញៀវរបស់អ្នកជើងចាស់ប៉ុន្តែថែមទាំងប្រទានឱកាសដ៏ខ្ពង់ខ្ពស់ទៀតគុណបំណាច់របស់អ្នកជើងចាស់សិស្សល្ងងខ្លៅមិនដឹងថារំខានដល់អ្នកជើងចាស់ពួកយើងពិតជាមានទោសគួរឲ្យស្លាប់សូមអ្នកជើងចាស់ប្រទានផ្លែឈើសិស្សទទួលយកឱកាសនេះហើយនឹងចាក់ចេញភ្លាមមិនមកទៀតជាដាច់ខាតអមតាពុទ្ធអ្នកជើងចាស់មានមេត្តាម្នាក់មួយគ្រាប់អ្នកយកលើសនឹងត្រូវវាបំបាក់ជើងអ្នកបង្កចំនួននឹងត្រូវយកទៅឲ្យឆ្កែស៊ីនៃរបស់អ្នកជើងចាស់ពួកអ្នកគួរតែដឹងខ្លួនខ្ញុំចេញទៅចែកផ្លែឈើសោះមិនក៏នៅខាងក្រៅយំស្រែកអញ្ចឹងដល់ថ្នាក់នឹងផង
មិនមែនមិនធ្លាប់ញ៉ាំផ្លែព្រូនឯ អ្នកជើងចាស់នោះគឺជាផ្លែយួនហងលេ ផ្លែហួងហងលេគឺជាអ្វីមិនមែនជាផ្លែព្រូនទេអីអូគឺមួយវគ្គដែលខ្ញុំដាំនៅក្នុងបន្ទប់ក្រោមដីនោះតើ ផ្លែយួនហងលេបើដាក់ដេញថ្លៃក្នុងភពទាំង3មួយគ្រាប់គឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យពួកអ្នករ៉ាត់ដណ្ដើមគ្នាអ្នកជើងចាស់ដាំបានពីល្អយកមកចែកឲ្យអ្នកសុំទានច្បាប់ទី42អ្នកជើងចាស់ចាត់ទុកផ្លែយួនហងលេជារបស់ធម្មតាមហាវិថីមិនបែងចែកថ្នាក់ទាបខ្ពស់របស់ទាំងអស់នៅក្នុងភ្នែករបស់អ្នកជើងចាស់កំពុងរអ៊ូតមអ្វីហ្នឹងគ្មានអ្វីទេក្មេងចំនួនក្រោយកំពុង ផ្លែយិនសិននៅសល់មួយល្អទៀតយប់នេះចិត្តប៉ុន្មានផ្លែធ្វើញោមទៅ ញោមផ្លែយិនសិន ម៉េចមិនឆ្ងាញ់ទេអី ឆ្ងាញ់ក្មេងចំនួនក្រោយនឹងទៅរៀបចំឥឡូវនេះ នេះជាក្លិននៃមហាវិថីមែនទេអរគុណរៀមច្បងដែលបានផ្ដល់ផ្លែឈើនេះ ញ៉ាំរួចហើយក៏ទៅចុះរៀមច្បងបាននិយាយថាថ្ងៃស្អែកត្រូវជួសជុលទ្រង់មាន់មិនងាយស្រួលទទួល ជួសជុលត្រង់មាន់រៀមច្បងចង់សាងសង់កន្លែងស្នាក់នៅរបស់យួនវិញឡើងវិញសមហេតុផលណាស់បាតុភូតយួនវិញគឺចេញពីស្ថាននេះរៀមច្បងចង់ពង្រឹងខ្សែស្រឡាយយួនវិញ រាល់សកម្មភាពរបស់រៀមច្បងសុទ្ធតែបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅ រៀមច្បងនិយាយត្រូវអ្វីដែលពិបាកទប់ទល់បំផុតនៅលើโลกនេះមិនមែនជាអ្នកប្រាទេគឺមនុស្សមុខក្រាស់ឃើញងបែកគ្នានៅតើពួកគេទៅមិនទៅថ្ងៃអង្គុយនៅមាត់ទ្វារខ្ញុំចោលសម្រាមក៏មិនហ៊ានដែរលើកក្រោយកុំឲ្យចំណៃទៀតពួកគេគឺដោយសារតែអ្នកទម្លាប់ ចាស់រៀមច្បងសុទ្ធតែជាកំហុសរបស់ក្មេងចំនួនក្រោយតើជំហានបន្ទាប់របស់រៀមច្បងនឹងទៅដល់ណា ទុកនៅទីនេះឃើញងអ្នកមកមើលមនុស្សមួយក្រុមនេះ រៀមច្បងមានកេរ្តិ៍ឈ្មោះល្បីល្បាញពួកគេចង់ស្នាក់នៅក្បែរកន្លែងហាត់ប្រាណដើម្បីទទួលបានសំណាងវាក៏ជារឿងធម្មតាដែរ ទទួលបានសំណាងខ្ញុំឃើញថាពួកគេទទួលបានហុងស៊ុយនៅមុខផ្ទះខ្ញុំពិសេសមកទប់ទល់នឹងខ្ញុំរៀមច្បងមនុស្សមួយក្រុមនៅខាងក្រៅព្រឹកនេះថែមទាំងបានសាងសង់ស្ទូបគុណធម៌នៅមុខផ្ទះយើងសរសេរថាស្ថានមហាវិថីជួយសង្គ្រោះសត្វលោកជួយសង្គ្រោះស្អីខ្ញុំជាអ្នកធ្វើស្រែមិនក៏ខ្លាចជាអង្គការសប្បុរសធម៌ទៅវិញញ៉ាំប៊ូសរាល់ថ្ងៃខ្ញុំស្គមដូចស្វាទៅហើយជាតិមុនយ៉ាងហោចណាស់ក៏អាចកំងអាហារមកបដូររសជាតិដែរខាងក្រោយទីធ្លាមិនមានដីទំនេរទេខ្ញុំចង់ជីករណ្ដៅធ្វើស្រះត្រីចិញ្ចឹមត្រីគោរងពីរបីក្បាលពីរបីថ្ងៃទៀតធ្វើត្រីចៀនជូរអែម រៀមច្បងគិតថាច្បាប់ទឹកនៅទីនេះខ្សោយពេកចង់បង្កើតដីទឹកភ្លើងខ្យល់ឡើងវិញជីកស្រះត្រីអ្វីដែលរៀមច្បងចង់សាងសង់ច្បាស់ជាស្រះនាគដ៏អស្ចារ្យរៀមច្បងការងារធ្ងន់ដូចជាជីករណ្ដៅទុកឲ្យក្មេងចំនួនក្រោយចុះសិស្សច្បងកិច្ចការផ្ទាល់ខ្លួនរបស់រៀមច្បងតែងតែជាបន្ទុករបស់ខ្ញុំអ្នកទៅហាខោអាវទៅ គុំដណ្ដើមគ្នាអាឆ្វែនអ្នកទៅជីកឃើញអ្នកទៅរកមើលថាតើមានសំណាញ់ត្រីនៅផ្ទះទេពេលត្រីមកដល់ត្រូវតែមានឧបករណ៍សម្រាប់ចាប់ មាត្រាទី43រៀមច្បងយល់ថាច្បាប់ទឹកនៅទីនេះខ្សោយពេកបានបញ្ជាផ្ទាល់ឲ្យរៀបចំរចនាសម្ព័ន្ធសរសៃឈាមផែនដីឡើងវិញបញ្ជាឲ្យសិស្សប្រើកំណត់គុណធម៌បើកមេឃដើម្បីបំបែកដីមហាវិថីប្រែក្លាយជានាគចាប់ដើមពីរណ្ដើម របៀបធ្វើត្រីចៀនជូរអែមគឺស្ករទឹកខ្មេះទឹកស៊ីអ៊ីវសមាមាត្រប៉ុន្មានទៅមិនអីទេពេលនោះដាក់តាមចិត្តទៅយ៉ាងមានរឿងអី រៀមច្បងឲ្យខ្ញុំជីកស្រះត្រី ប្រើពូថៅបើកមេឃជីកស្រះត្រី រឿងរបស់រៀមច្បងសួរបន្តិចធ្វើឲ្យច្រើនសម្ភារៈនៃសំណាញ់ត្រីនេះគឺជាសរសៃសូត្រដែលនៅសល់ពីសំណាញ់មេឃនឹងដីរៀមច្បងបែរជាយកមកចាប់ត្រីរៀមច្បងពិតជាមិនដែលខ្ជះខ្ជាយរបស់របរអ្វីឡើយ មានរឿងអីព្រះអង្គម្ចាស់មានការប្រែប្រួលនៅភាគខាងជើងសំណាងទឹក8ភាគ10នៃសមុទ្រទាំង4ត្រូវបានកម្លាំងអាចកំបាំងមួយស្រូបយកទៅស្អីគេសំណាងសមុទ្រទាំង4គឺជាមូលដ្ឋានគ្រឹះនៃតកូលនាគរបស់ខ្ញុំនរណាហ៊ានប៉ះពាល់តាមសេចក្តីរាយការណ៍គឺជាជលងភ្នំអាចកំបាំងមួយនៅភាគខាងជើងទេវតាមាសនៃសាសនាឆេនព្រះអង្គម្ចាស់នៃតកូលបេសាចពួកសម្រាមទាំងនោះក៏សាកសមប្រៀបធៀបជាមួយព្រះអង្គម្ចាស់នេះដែរខ្ញុំមកបេងគឺជាអ្នកមានការបណ្ដុះកម្រិតបរិសុទ្ធប្រមូលទ័ពនាគព្រះអង្គម្ចាស់នេះនឹងទៅជួបផ្ទាល់នៅរបស់ដែលមិនដឹងខ្ពស់ទាបនេះខ្ញុំចង់មើលថាតើជាសត្វរោមចម្រុះណាហ៊ានទាញពុកមាត់នាគខ្ញុំបានឮយ៉ាឆាលបាតសមុទ្រនិយាយកាលពីប៉ុន្មានថ្ងៃមុនថាកាលពីមុនមានព្រះអង្គម្ចាស់តកូលបាក់សីមានស្លាប់ម្នាក់បានទៅជលងភ្នំនោះបន្ទាប់មកក៏មិនដែលត្រឡប់និយាយផ្ដេសផ្ដាសការបណ្ដុះកម្រិតបរិសុទ្ធបូកនឹងទឹកសមុទ្រទាំង4នៅតែអាចចាញ់អ្នកធ្វើស្រែក្នុងជលងតើនរណានៅក្នុងជលងភ្នំហ៊ានលួចសំណាងសមុទ្រទាំង4ព្រះអង្គម្ចាស់នេះទុកពេលឲ្យអ្នកបីដង្ហើមប្រញាប់ចេញមកលុតជង្គង់សារភាពកំហុសបើមិនដូច្នេះទេព្រះអង្គម្ចាស់នេះនឹងពន្លិចសុកចិត្តស្លាប់ក៏មិនព្រមចុះចាញ់ដែរព្រះឲ្យព្រះអង្គម្ចាស់នាគសមុទ្រខាងកើត ព្រះអង្គម្ចាស់នាគដែលមានកម្រិតដាំដុះចិត្តដល់កម្រិតបរិសុទ្ធបាននាំយកទឹកសមុទ្រទាំង4មកបង្កប់បញ្ហាដល់រៀមច្បងបងប្រុសម្នាក់នេះមិនមើលព័ត៌មានទេរឿងព្រះអង្គម្ចាស់បិសាចធ្វើជាសត្វតោនៅត្រកូលនាគតែងតែមានអំនួតប្រហែលជាគិតថាកម្រិតដាំដុះចិត្តដល់កម្រិតបរិសុទ្ធរបស់ខ្លួនគឺគ្មានគូប្រៀបក្នុងលោកចុះយើងគួរតែរត់ទេរត់ធ្វើអីយកកៅអីមករឿងល្អបែបនេះបើសំណាងល្អដែលខ្ញុំបានលាក់ខ្លួនមុនមិនហ៊ានលោឡានៅខាងក្រៅកន្លែងហាត់ធម៌របស់រៀមច្បងទេយើងនិយាយតិចទៅសមាមាត្រនៃទឹកជ្រលក់ជូរអែមគឺ3ភាគ2ភាគ1ឬ2ភាគ1ភាគ1រន្ទះបាញ់មែនទេមេឃនេះប្រែប្រួលលឿនម្លេះឈីងយីងតើឯងបានប្រមូលភួយដែលខ្ញុំហាលហើយឬនៅ
ព្រះអង្គម្ចាស់នាគតែចង់ឲ្យខ្ញុំឡើងទៅបាញ់ទម្លាក់គាត់ទេ មិនបាច់ទេរៀមច្បងកំពុងស្រាវជ្រាវរូបមន្តម្ហូបរូបមន្ត្រីជូអែម ហេតុអ្វីបានជីពុកទៀបម្លេះរន្ទះនេះក៏ខ្លាំងពេកដែរត្រូវប្រញាប់ប្រមូលខោអាវដែរបើមិនអញ្ចឹងទេបន្តិចទៀតសាមត្រូវបោកម្ដងទៀតខោអាវខ្ញុំតាហ៊ូមទៅយកវាមកវិញមកស៊ីជីលីនយៀនហ្វឹងមេដឹកនាំកម្ពុជាទាំងពីរដែលបានស្លាប់តាំងពីសម័យបុរាណមិនក៏អាច